រឿងពស់កេងកងកាលពីព្រៃនាយនៅលើដីយើងនេះគ្រប់ស្រុកទាំងអស់មិនមានពស់ពឹសនិងពស់ឥតពឹសទេមានតែពស់កេងកងមាននិទានថាកាលពីដើមឡើយមានមនុស្សពីរនាក់ជាប្តីប្រពន្ធនឹងគ្នាប្រពន្ធឈ្មោះនាងនេះមានកូនស្រីមួយឈ្មោះនាងអេតប្តីនោះទៅជួញអង្កាំបាត់ជាយូរអង្វែងថ្ងៃមួយអស់បងប្អូនផ្ទះជិតខាងគេបបួលគ្នាទៅរកអស់ឯនាងនេះឮគេបបួលគ្នាក៏ទៅជាមួយនឹងគេដែរយកនាងអេតជាកូនទៅជាមួយផងលីដឹងចូលទៅក្នុងព្រៃបានឃើញអស់មួយយ៉ាងធំនាងនេះក៏យកដឹងពុះអស់លុះពុះយូរបន្តិចទៅដឹងក៏រង្គោះធ្លាក់ទៅក្នុងរន្ធពស់នាងនេះមើលទៅឃើញដឹងនឹងពស់កេងកងក៏និយាយនឹងពស់នោះឲ្យហុចដឹងឲ្យវិញឯពស់កេងកងឆ្លើយឡើងថាបើនាងឯងដោយអញធ្វើជាប្រពន្ធអញទៅអញឲ្យដឹងបើនាងឯងមិនព្រមធ្វើជាប្រពន្ធអញនោះអញមិនឲ្យដឹងទេនាងនេះឮពស់កេងកងថាដូច្នេះហើយហេតុតែជាស្រីខូចក៏ទទួលព្រមថាលែងតែអ្នកឯងឲ្យដឹងមកខ្ញុំចោះចាំល្ងាចសឹមខ្ញុំឲ្យមេអេតមកហៅពស់កេងកងឮនាងនេះថាដូច្នោះក៏ឲ្យដឹងមកវិញនាងនេះផ្ដាំថាដល់ល្ងាចសឹមឲ្យមេអេតមកហៅហើយនាងនេះក៏ទូលអស់ទៅផ្ទះជាមួយនាងអេតលុះដល់ប្រលប់នាងនេះក៏ប្រើនាងអេតជាកូនទៅហៅពស់កេងកងនាងអេតទៅដល់មាត់រន្ធពស់ក៏ឆ្លើយថាពស់កេងកងពស់កេងកងនាងនេះឲ្យហៅឯពស់កេងកងឮហើយក៏ចេញមកនាងអេតឃើញពស់ក៏ភ័យព្រឺស្ញាប់អស់ទាំងខ្លួនប៉ុន្តែខ្លាចម្ដាយព្រោះម្ដាយប្រើមកក៏ខំសង្កត់ចិត្តនាំពស់ទៅផ្ទះពស់នោះធំណាស់លូនទៅលើស្មៅបាក់រៀបអស់ដល់ផ្ទះពស់ថ្លាន់ក៏ឡើងទៅដេកជាមួយនឹងនាងនេះនិយាយនឹងពស់កេងកងថាខ្ញុំមានប្តីឥឡូវនេះគាត់ទៅជួញអង្កាំពី3ឆ្នាំទៅគាត់មកម្ដងពស់កេងកងសួរថាដៃនាងឯងនៅប៉ុន្មានថ្ងៃប៉ុន្មានខែទៀតនឹងមកដល់វិញនាងនេះឆ្លើយថាមិនដឹងជាប៉ុន្មានខែប៉ុន្មានថ្ងៃទៀតទៅមកដល់ទេពស់កេងកងលានាងនេះទៅរូងវិញនាងនេះផ្ដាំថាបើប្តីខ្ញុំមកខ្ញុំមិនឲ្យមេអេតទៅហៅទេអ្នកកុំមកបើប្តីខ្ញុំមិនទាន់មកនោះខ្ញុំប្រើមេអេតឲ្យទៅហៅអ្នកសឹមអ្នកមកពស់កេងកងក៏ទៅរូងវិញទៅរាល់តែល្ងាចនាងនេះប្រើមេអេតឲ្យទៅហៅពស់កេងកងនាងអេតខ្លាចម្ដាយក៏ទៅហៅតាមពាក្យម្ដាយប្រើប៉ុន្តែក្នុងចិត្តខ្លាចពស់នោះណាស់ពស់នោះធំហើយវែងផងមួយទៀតខឹងក្នុងចិត្តបិទម្ដាយសហាយជាមួយនឹងពស់នាងអេតទៅដល់មាត់រូងពស់ក៏ហៅថាពស់កេងកងពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮក៏លូនចេញមកហើយឆ្លើយថាអេតអើយអេតបើអញទៅឪពុកអេតនៅកាត់អញដាច់ជាកំណាត់ហើយនាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាំពី3ឆ្នាំមិនទាន់មកដល់ទេពស់កេងកងឮនាងអេតប្រាប់ដូច្នោះក៏លូនចេញអំពីរន្ធមកហើយចេះតែទៅតែសប្ថ្ងៃនាងនេះសងហើយពស់កេងកងទាល់តែផើមដល់យូរបន្តិចទៅប្តីនាងនេះមកពីជួញអង្កាំវិញឃើញនាងនេះពស់ធំនឹកសង្ស័យក៏សួរនាងអេតជាកូននាងអេតប្រាប់ឪពុកថាម៉ែគាត់សងហើយជាមួយនឹងពស់កេងកងតែវេលាប្រលប់កាលណាឲ្យខ្ញុំទៅហៅតែសប្ថ្ងៃឪពុកឮនាងអេតប្រាប់ដូច្នោះក៏និយាយនឹងនាងអេតថាហងឯងទៅហៅពស់នោះមកទៀតអញចាំកាប់វានៅមាត់ទ្វារហើយហងឯងកុំឲ្យម្ដាយហងឯងដឹងឯនាងអេតលុះដល់ប្រលប់ក៏ទៅហៅពស់កេងកងថាពស់កេងកងពស់កេងកងនាងនេះឲ្យហៅពស់កេងកងឮហើយឆ្លើយថាអេតអើយអេតបើអញទៅឪពុកអេតនៅកាត់ក៏អញដាច់ហើយនាងអេតឆ្លើយថាឪពុកអញទៅជួញអង្កាំពី3ឆ្នាំមិនទាន់មកដល់ទេពស់កេងកងឮនាងអេតប្រាប់ដូច្នោះស្មានថាឪពុកមិនទាន់មកពីជួញអង្កាំមែនក៏ទៅដូចសប្ថ្ងៃឯឪពុកនាងអេតកាន់ដាវពួននៅមាត់ទ្វារចាំកាប់
ពស់កេងកងលូនចូលក្នុងទ្វារបានបន្តិចឪពុកនាងអេតកាត់ដាច់ហើយកាត់មួយកំណាត់ខាងកន្ទុយយកទៅដាក់លើស្កាកមួយកំណាត់ខាងក្បាលយកទៅដាក់លើមេឃពុត្រាឯកណ្ដាលឲ្យនាងអេតយកទៅពន្លះពន្លត់ស្បែកចោលហើយផ្ដាំនាងអេតថាកុំឲ្យម្ដាយហងឯងដឹងតែត្រូវទុកសាច់ស្លឲ្យម្ដាយហងឯងស៊ីឪពុកនាងអេតក៏លាងឈាមពស់ជ្រះអស់មិនឲ្យមានសល់ឯនាងនេះពុំដឹងថាប្តីកាប់ពស់ជាសហាយស្លាប់ទេព្រោះពេលនោះនាងនេះមិននៅផ្ទះទេទៅសួរបងប្អូននៅផ្ទះឆ្ងាយលុះព្រឹកឡើងនាងអេតយកសាច់ពស់មកស្លទុកឲ្យនាងនេះជាម្ដាយស៊ីនាងនេះឃើញសម្លខ្លាញ់រលើបទាំងចានទាំងឆ្នាំងក៏សួរនាងអេតថាបានសាច់អ្វីស្លអេតនាងអេតប្រាប់ថាសាច់ជ្រូកនាងនេះគិតស្មានថាសាច់ជ្រូកមែនក៏ឲ្យដួសសម្លយកមកស៊ីបាយកាលនាងអេតដួសសម្លយកមកឲ្យនាងនេះជាម្ដាយស៊ីនោះមានក្អែកមួយវាឃើញក្បាលពស់ដាក់លើមេឃពុត្រាវាចង់ស៊ីសាច់ពស់វាពោលថាកឡូវក្លេបក្លោបលេបសាច់ប្តីឯងនាងនេះកំពុងតែស៊ីបាយលើក្អែកពោលដូច្នោះក៏មើលទៅលើដើមពុត្រាឃើញក្បាលពស់កេងកងលើមេឃហើយនាងនេះនឹកអាណិតស្រក់ទឹកភ្នែកតែនាងនេះពុំហ៊ានយំព្រោះខ្លាចប្តីដែលកំពុងស៊ីបាយជាមួយនឹងគ្នាប្តីឃើញនាងនេះស្រក់ទឹកភ្នែកក៏សួរថាហេតុអ្វីម្ដេចបានជាស្រក់ទឹកភ្នែកនាងនេះឆ្លើយថាស៊ីបាយក្តៅសម្លក្តៅរលាកកូនចៅរលងទឹកភ្នែកឯក្អែកនោះចេះតែពោលកឡូវក្លេមខ្លំលេបសាច់ប្តីឯងក្បាលដាក់លើមេឃពុត្រាកន្ទុយដាក់លើស្កាកនាងនេះមើលទៅលើស្កាកឃើញកន្ទុយពស់កេងកងនៅទីនោះឯប្តីនាងនេះដឹងថាប្រពន្ធសហាយនឹងពស់កេងកងពិតប្រាកដក៏នឹកក្នុងចិត្តខឹងចង់សម្លាប់នាងនេះប៉ុន្តែធ្វើមិនឲ្យនាងនេះដឹងខ្លួនដល់នាងនេះផើមចាស់ផ្ទៃចិត្តនឹងសម្រាលប្តីបបួលទៅកក់សក់នៅមាត់បឹងលុះដើរទៅដល់មាត់បឹងប្រាប់ប្រពន្ធថាទៅទៀតឲ្យឆ្ងាយពីស្រុកគេយើងនឹងកក់សក់លេងឲ្យសប្បាយតែពីរនាក់ម្ដងនាងនេះមិនដឹងខ្លួនថាប្តីក៏ចង់សម្លាប់ខ្លួនស្មានថាប្តីនាំទៅកក់សក់មែនក៏ដើរចូលទៅក្នុងព្រៃឆ្ងាយទៅលុះឃើញកំពង់មួយរៀបស្អាតវាលល្អប្តីប្រាប់ប្រពន្ធថាកំពង់នេះរៀបសប្បាយនៅទីនេះចុះឯនាងនេះមិនដឹងថាប្តីក៏សម្លាប់ខ្លួនក៏អង្គុយកក់សក់នៅមាត់ច្រាំងប្តីនោះក៏ហូតដើរកាប់នាងពីក្រោយខ្នងមិនឲ្យដឹងខ្លួនដាច់ពាក់កណ្ដាលខ្លួនស្លាប់ទៅពេលនោះឃើញសុទ្ធតែកូនពស់លូនចេញអំពីពោះនាងនេះមកប្តីនាងនេះក៏កាប់កូនពស់នឹងដាវខ្លះកាប់មិនតាន់ក៏លូនចូលទៅក្នុងក្រហែងដីខ្លះមុជក្នុងទឹកខ្លះលូនចូលក្នុងព្រៃព្រោះហេតុនេះបានជាមានពស់ច្រើនបែបច្រើនយ៉ាងមកដល់ឥឡូវនេះ